ការសប្បាយចិត្តជាមួយនឹងជីវិត សួ នៃ ស្តី ការរ បង ស់ ប្ នៅ អូ របស់ ន ខ្លួនឯងត្រេក មក អ ទៅ រ ជែក ជាមួយ គ្នា នឹង លេ អ្វី ង ដែល ថ្ងៃ ខ្លួន នេះ ឯងមានបណ្ណាក៏យើង គុយ ត្រេក ប អ ក រប៉ុណ្ ខ្ទឹ ណឹង ម ទៅក្នុងការបន្ត ចឹ ដំ ង ណើរ ទេ ជីវិតរបស់យើងដោយ ទៅ មិន ជែក ខ្វ គ្នា ល់ លេង ខ្វាយ បងប្អូន និងរវល់ទាមទារប្រាថ្នាជាមួយនឹងរបស់ដែលអត់ច្រើនពេកគឺធ្វើឲ្យជីវិតរបស់ ខ្ទឹម យើង 5 គីឡូ ដល់ សេចក្តីសុខវា ប កើត ក ឡា កា ង ល អស់ហើយ ពីបន្តិចបន្តិចនឹងឯងក្នុងដំណើរជីវិតហ្នឹងណាពេលខ្លះមនុស្សយើងវាចូល បក ចិត្តអញ្ចេះចូល ឲ្យ ចិត្ត វា ស ចេញ ង ចេះ ថា ណាយើងស្រួល របស់ឯ ប្រើ ងមានប៉ុណ្ណេះ ហើ ហើយ យ វាអត់ វា ឆាប់ ច ខូ ង់ ច មិន ខ្ទឹ ទៅ ម ចេះ ទុក ត្រេក ចេះ អ ហ រ ប់ វាចូលចិត្តតែថា វា ទៅ ស្អុយ ទៀម ខ្ទឹ ទា ម ទៅត្រេកអរជាមួយនឹងរបស់ដែលអត់ខាងក្រៅ តិ ដល់ ច ច្រើន បងប្អូនមើលនេះ ព្រោះ សាក់ ពេល ឡើង នេះ ប៉ា វា ង ដល់ នេះ សុខ អ មិន ត់ ឃើ មាន ញ បើកដង្ហើ ហើយ ល ក៏ អី អត់ ទេ ទៅចិត្តជាមួយដំណើរជីវិតបើន័យថាឲ្យល្មមសំពោទៅបើថាប៉ុណ្ណឹងអាចរស់ មើល នៅ នេះ ទៅបាន អត់ប ប្រើ ក ប្រាស់ វា ជីវិត វា នឹង ស្អុ ដោ យ យការ ខ្លាំង ចម្រើន ចឹង ទៅដោយកុសលធម៌ទានសិលភាពនេះ ចឹង ហើយ ទេត្រូវ គឺ តែប ថា កឲ្យអស់ថ្ងៃ វា ហ្នឹង សប្បាយក្នុងការរស់នៅ ហើ ក៏ យ គួរតែរស់នៅក្នុងជីវិតបែបនេះដែរ ខ្ញុំថាលេងយូរអត់បានតបបងប្អូនទេបងប្អូនអើយ បាត់បង់នៅគុណធម៌ កុំតន់ថាអីថាបានចាំ ប៉ុន្តែ ត បាន នី បានមកដើម្បីអី បាន បាន លេង មកឲ្យអ្នកណាបើត្រឹមតែ ឆ្លើយតបបងប្អូនវិញ ការប្រើប្រាស់ជីវិតមានសេចក្តីសុខ ឥឡូវសូមជពាក់សិន វាប្រឹងលឹងអំពីការរស់នៅ រ របស់ វល់ការងារអត់សូវបានលេងហ៎ រឿងរ៉ាវប្រាថ្នាលោកលន់ច្រើនហើយតាំងតែពោលថារកសុខមិនឃើញមួយទៀតទៅសំបីថា ដឹងកាលអស់ហើយ សម្រាប់សម្រានក៏អត់លក់ដែរមក មិ ជួ ញ បញាតិញោមខ្លះគាត់ មុនថតហ្នឹងគួយបក មិនមែនគាត់ជាអ្នកអត់ទ្រព្យសម្បត្តិ វា អី រៀង ទេ ងុយ គាត់មានច្រើន ដូចចង់សួរ បញ្ហាមួយត្រ រ ង់ ត់ ថា ទៅដាក់កាហ្វេខ្មៅនេះកាហ្វេខ្មៅ នឹងវារវល់ អត់មានដាក់អីទេណា រវល់ខ្វល់ខ្វាយ អ្នកណាខ្លះចេះញ៉ាំកាហ្វេខ្មៅ វិធីសាស្ត្រតែអាត្មាចង់លើកឡើងអំពីរឿងរ៉ាវខ្លះក្នុងដំណើរជីវិតបើថាសម្រាប់ ល្វីង មិនលក់ ឆ្ងាញ់ណា វិធីមួយក្នុងការស្ដាប់ធម៌ក៏ស្ដាប់ ចេះញ៉ាំមកលេងល្វីងឯងទោះបីល្វីងទៅជាផ្អែម ការធ្វើសមាធិចិត្តការកំណត់ដឹង ញ៉ាំ នៅ កាហ្វេ ចោតដង្ ខ្មៅ ហើមចេញចូល ល្អ ឬ សុ ក៏ ខ នម ភាព ស្ការគុណព្រះរ ជាង តនត្រ័យធ្វើចិត្តរបស់យើងនឹងឲ្យមានសេចក្តី ដាក់ សប្បាយ ដាក់គោ សេចក្តីជ្រះថ្លានៅក្នុង ដាក់ គុណ គោខាប់ស្ករសអី អី ហ៎ ត្រ័យអីចឹងទៅវាអត់ច្បងច្បល់នឹងរឿងរ៉ាវ ខ្ញុំយ៉ាងច្រើន ច្រើនលក់ដែរអាហ្នឹង បើមានដោះគោស្រស់ដាក់ដោះគោស្រស់ ត្រូវជួបរាល់ថ្ងៃក៏ជាសេចក្តី ពីមុនធ្លាប់ញ៉ាំកាហ្វេដោះគោអីដែរណាតែ ប្រើប្រាស់ជីវិត ផ្លាស់ប្ដូរដើម្បីសុខភាព ម្នាក់ពេលខ្លះត្រូវសួរខ្លួនឯងដែរថាការប្រើប្រាស់ជីវិតរបស់យើងម្នាក់ៗហ្នឹងដើម្បីអីទីបំផុតគឺអីគោលដៅពិតប្រាកដនៃជីវិតដែលយើងចង់ នៅ បាន ភ្នំ អី ពេញរៀងតិចបងប្អូនចាស់តាមខេត្តតំបន់ផ្សេងវិញមិនដែរ យើងនឹងខ្វល់ខ្វាយរហូត តិច បើ អ យើង ត់ ឧទ្ទិសជីវិតរបស់យើងជាមួយនឹងលៀបយុះ នេះវាយ យើង សាអា នឹង កោ ត្រូវ អ ប្រ ម ណាំងប្រជែងជាមួយនឹងអ្នកដទៃរហូតប៉ុន្តែបើយើងឧទ្ទិសជីវិតរបស់យើងនេះក្នុងការប្រើប្រាស់ជីវិតនេះដើម្បី ដាក់កាហ្វេទៅរៀងស្វាងតិច ដើម្បីជាផ្លូវ មិញល្ងុយដូច ទុក ត្រង់ចង់ធ្លាក់ណា ជាទីអស់នៅសេចក្តីកង្វល់នោះយើងនឹងសប្បាយចិត្តក្នុងការធ្វើរបស់យើងរីករាយជាមួយនឹងកុសលធម៌អញ្ចឹងការប្រើប្រាស់ជីវិតរបស់មនុស្សយើងម្នាក់ៗដែលថាតើមនុស្សយើងម្នាក់ទីបំផុតត្រូវការអីឬក៏ម្នាក់ហ្នឹងប្រាថ្នាអីដែរបើយើងសួរអញ្ចឹងណាព្រោះវារកសេចក្តីប្រាថ្នាថាឲ្យមនុស្សយើងចង់បានស្អីឲ្យពិតប្រាកដទៅណាដូចយើងថារបស់នេះដែលយើងមិនទាន់បានពេលដែលបានហើយវានៅរបស់នោះទៀតវានៅរបស់នោះទៀតរបស់នេះរបស់នោះដល់ច្រើនទៅទៀតអញ្ចឹងបានថា អស់ហើយបង តើ ប្អូន សេចក្តីប្រាថ្នារបស់មនុស្សយើងម្នាក់ពិតប្រាកដចង់បានអីទទួលស្គាល់ថាយើងចង់មានបច្ច័យលុយកាក់អីចឹងទៅរស់នៅជាមួយនឹងក្រុមគ្រួសាររស់នៅបែបមានសេចក្តីសុខអីចឹងអានេះជាចំណែកមួយប៉ុន្តែខ្លាចតែថាវាលឹះនឹងទៅទៀតអានឹងហើយគឺជាសេចក្តីទុកដែលវា កុំចាំមើលផ្លូវខ្ញុំណាពេលណាដែលខ្ញុំតនេខ្ញុំលេងខ្ញុំតបវិញឥឡូវសុំជពាក់សិន ហើយបើយើងប្រើប្រាស់ជីវិតក្នុងកុសលធម៌គួរតែប្រើ កុំនិយាយជពាក់សិនហ្នឹងទៅពេលលេងសងវិញហត់ទៅណា ព្រោះការរស់នៅហ្នឹង ហត់ជាងសងលុយទៀតណា តែបោះសត្វទាំងឡាយហ្នឹងប្រៀបដូចជាទឹកស្ទឹង ជពាក់ TikTok តែវាតែងតែ សងវិញខានលេងតែប្រហែលថ្ងៃចូលសងវិញហត់ តែវាត្រូវហួត តែហត់យ៉ាងណាក៏ទៅទៅសងគេដែរជពាក់គេ លោកទៅហើយសល់ពាក្យមួយ លេងឲ្យថ្លៃធ្នូ យថាកម្មក ុំ ដំណើរដែលថា លេងអត់ ពូងហែងទៀមទាប្រាថ្នា សងគេវិញអាហ្នឹងអត់ល្អទេ យថាកម្មគេទៅណាបកូនអ្នកស្លាប់ហ្នឹងទៅណាអូទៅតាមយថាកម្មរបស់គាត់ហើយចុះយើងទៅណា អើយកុំឲ្យវែងពេក4នាទីជាងហើយបងប្អូន ទៅតាមយថាកម្ម បកខ្ទឹមមិនទាន់ហើយហងទៅហើយប៉ុណ្ណេះ រៀបចំជាស្បៀង 5គីឡូ របស់ដែលយើងត្រូវប្រើប្រាស់នឹងទៅទៀតហើយបើតន់សាសនាទៅទៀត ញ៉ាក្តីនឹករលឹកផង ការប្រព្រឹត្តបដិបត្តិធម៌ នឹករលឹក ឲ្យថា បងប្អូនទាំងអស់គ្នា ឲ្យឃើញពិតប្រាកដជាអ្នកណាប្រាថ្នាអ្វី